Coca-Cola គឺជាក្រុមហ៊ុនភេសជ្ជៈគ្មានចិត្តស្រវឹងឈានមុខគេមួយនៅក្នុងពិភពលោកហើយក៏ជាភេសជ្ជៈឈានមុខគេមួយនៅកម្ពុជាផងដែរកាលពីឆ្នាំ2015ក្រុមហ៊ុននេះបានបន្ថែមទុនវិនិយោគចំនួន$100 លានអាមេរិកបន្ថែមទៀតសម្រាប់ការសាងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បីបង្កើននូវផលិតផលរបស់ខ្លួនឆ្លើយតបបានតាមតម្រូវការរបស់អតិថិជនក្នុងស្រុកក្រុមហ៊ុន Coca-Cola មានបុគ្គលិកបម្រើការងារប្រមាណ 70,000 នាក់ដែលស្ទើរតែ 100% ជាជនជាតិខ្មែរថ្មីនេះក្រុមហ៊ុនបានរចនានិមិត្តសញ្ញាជាអក្សរខ្មែរនៅសម្បកកំពង់ទៀតផងតើអ្វីទៅជាគោលដៅនៃការរចនានិមិត្តសញ្ញាជាអក្សរខ្មែរនេះកញ្ញាឡាវស្រីដែលប្រធានផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា Coca-Cola បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីកិច្ចពិភាក្សារបស់យើងនៅសប្តាហ៍នេះជំរាបសួរស្វាគមន៍មកកាន់កម្មវិធីទំនើបភាពវូពាណិជ្ជកម្មខ្មែរនៅក្នុងសប្តាហ៍នេះកម្មវិធីយើងបានលើកនៅប្រធានបទដ៏សំខាន់ដើម្បីជួបជាមួយនឹងវិស័យឯកជនក្រុមហ៊ុន Coca-Cola គឺជាក្រុមហ៊ុនដ៏ល្បីល្បាញនិងធំមួយនៅក្នុងប្រទេសកម្ពុជាប្រធានបទដ៏សំខាន់ដែលយើងនឹងលើកយកមកជជែកពិភាក្សានៅក្នុងសប្តាហ៍នេះផ្ដោតសំខាន់ទៅលើផលិតផល Coca-Cola រចនានិមិត្តសញ្ញាជាអក្សរខ្មែរចា៎ជំរាបសួរចា៎សូមអរគុណចំពោះវត្តមានមកកាន់កម្មវិធីទំនើបភាពវូពាណិជ្ជកម្មខ្មែរនៅក្នុងសប្តាហ៍នេះចាកញ្ញាថ្មីនេះក្រុមហ៊ុនភេសជ្ជៈ Coca-Cola បានចេញនៅផលិតផលរចនានិមិត្តសញ្ញាជាអក្សរខ្មែរបោះពុម្ពលើសម្បកវិចខ្ចប់នៅក្នុងទីផ្សារប្រទេសកម្ពុជានឹងខាងខ្ញុំចង់ដឹងថាតើមូលហេតុអីទើបក្រុមហ៊ុន Coca-Cola សម្រេចនៅក្នុងការបោះពុម្ពនិងការរចនាជាអក្សរខ្មែរនេះចាអរគុណក្រុមហ៊ុន Coca-Cola គឺជាក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកហើយយើងគឺជាក្រុមហ៊ុននាំមកគេលេខ1ចាតាក់ទងជាមួយនឹងភេសជ្ជៈដែលគ្មានជាតិស្រវឹងចាហើយបើសិនជាយើងត្រឡប់ទៅវិញ Coca-Cola មានអាយុកាល130ឆ្នាំហើយគិតមកត្រឹមឆ្នាំ2016នេះហើយ130ឆ្នាំហ្នឹងគឺយើងរក្សាបានន័យថារចនាបថនៃការសរសេរlogo ចានៅលើស្លាកសញ្ញាយើងផ្ទាល់ហ្នឹងគឺអក្សរដែលយើងថាអក្សរឡាតាំងចាCoca-Cola ធិបតេយ្យគឺគោលដៅរបស់យើងដែលយើងហៅថាបេសកកម្មរបស់យើងមិនថានៅប្រទេសណាដែលជាទូទៅក្នុងពិភពលោកនោះគឺយើងផ្ដល់ភាពស្រស់ថ្លាទៅដល់ពិភពលោកអញ្ចឹងភាពស្រស់ថ្លានោះបានន័យថាយ៉ាងម៉េចនៅក្នុងប្រទេសមួយផ្សេងគ្នាគឺយើងក្នុងមួយឆ្នាំទៅមួយឆ្នាំគឺយើងមានយុទ្ធនាការជាច្រើនអញ្ចឹងសម្រាប់ប្រទេសកម្ពុជាទីផ្សារកម្ពុជាគឺយើងជ្រើសយកយុទ្ធនាការណាដែលសមស្របទៅនឹងបទដ្ឋាននៃប្រទេសយើងផ្ទាល់ទៅនឹងសង្គមយើងផ្ទាល់ថាតើអតិថិជនគាត់ចង់បានអីគាត់ពេញចិត្តអីពីព្រោះមិនមែនបានន័យថាយើងយកយុទ្ធនាការណាមួយមកហើយនឹងស៊ីខ្សែសង្វាក់ឬក៏ទទួលការពេញនិយមពីអតិថិជននៅប្រទេសមួយទៀតទេអញ្ចឹងវាអាចខុសគ្នាពីប្រទេសមួយទៅប្រទេសមួយចានៅក្នុងថ្ងៃទី1ខែកក្កដាកន្លងទៅនេះគឺយើងបានចេញការរចនា Coca-Cola Sprite និង Fanta ដូចបងអាចចេញនៅកនេះផ្ទាល់គឺយើងទៅសេជាភាសាខ្មែរយើងផ្ទាល់តែម្ដងហើយជាអ្វីដែលយើងគិតថាជាមោទនភាពមួយសម្រាប់នាងខ្ញុំជាបុគ្គលិកនៅក្នុងហ៊ុន Coca-Cola ពីព្រោះយើងធ្វើផលិតផល Coca-Cola នេះគឺយើងផលិតនៅក្នុងស្រុកខ្មែរយើង100% ដើម្បីដែលផលិតដោយបុគ្គលិករបស់យើងជនជាតិខ្មែរផ្ទាល់ហើយក៏ដើម្បីអតិថិជនយើងអតិថិជនខ្មែរនៅស្រុកខ្មែរយើងនេះចាយុទ្ធនាការដែលយើងចាប់ផ្ដើមបើសិនបងត្រឡប់ទៅឆ្នាំកន្លងទៅ2015គឺយើងបានធ្វើយុទ្ធនាការមួយឈ្មោះថាចែករំលែក Coca-Cola ជាមួយអ្នកជាទីស្រឡាញ់ចានៅក្នុងនោះគឺយើងបោះពុម្ពឈ្មោះប្រជាជនខ្មែរយើងរហូតដល់120ឈ្មោះរបស់គាត់អាចរកឃើញនៅលើកំប៉ុង Coca-Cola ចាហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះខាងនាងខ្ញុំក៏នៅទទួលការសប្បាយចិត្តពីសំណាក់អតិថិជនរបស់យើងនៅតែចងចាំយុទ្ធនាការនឹងជានិច្ចចាហើយបើសិនជាបងត្រឡប់មើលនៅក្នុងខែ4ជាទូទៅយើងក៏បដូរសម្បកវិចខ្ចប់របស់យើងគឺយើងដាក់ផ្កាម្លិះជូនពរសម្រាប់ចូលឆ្នាំខ្មែរចាអញ្ចឹងសម្បកវិចខ្ចប់របស់យើងគឺយើងផ្លាស់ប្ដូរទៅតាមរដូវកាលហើយធ្វើយ៉ាងណាទៅឆ្លើយតបទៅនឹងការពេញចិត្តក៏ដូចជាការគ្រប់គ្រងពីសំណាក់អតិថិជនហើយថ្ងៃនេះផ្ទាល់ផងដែរគឺយើងទទួលបានការពេញនិយមច្រើនអំពីសំណាក់អតិថិជនតាក់ទងជាមួយនឹងសម្បកវិចខ្ចប់ជាអក្សរខ្មែរនេះចា
កាលពីឆ្នាំ2015ក្រុមហ៊ុនរបស់យើងគឺបានសម្រាប់ចិត្តបន្ថែមទុនវិនិយោគរហូតដល់$1 លានសម្រាប់គេហៅថារោងចក្រថ្មីរបស់យើង100 លាន100 លានសំទោសចា$100 លានសម្រាប់រោងចក្រថ្មីរបស់យើងដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសហើយការរចនាសម្បកវិខ្ចប់យើងចាអសសញ្ញាយើងនេះជាភាសាខ្មែរទៀតសោតគឺដើម្បីគ្រប់គ្រងក៏ដូចជាអបអរសាទរនៅការបដិញ្ញាចិត្តបន្ថែមវិនិយោគទុន$100 លានសម្រាប់រោងចក្រថ្មីយើងនេះចាខាងខ្ញុំចង់ដឹងថាតាមធម្មតាតើយើងនឹងបោះពុំជាអក្សរខ្មែរនេះតែមួយរដូវកាលពេលណាមួយឬមួយក៏ចាប់ពីពេលនេះតទៅឲ្យតែជាផលិតផលក្រុមហ៊ុន Coca-Cola ដែលផលិតនឹងគឺជាអក្សរខ្មែរជានិរន្តរ៍រហូតតែម្ដងឬមួយក៏យ៉ាងម៉េចដែរការទទួលបានការអាជ្ញានេះគឺជាការអាជ្ញាពិសេសដែលយើងទទួលបានពីខាង Coca-Cola ពិភពលោកនោះគឺយើងអាចធ្វើយុទ្ធនាការនេះកំឡុងពេល3 ខែចាបានន័យថាខែ7ខែ8ខែ9ប៉ុន្តែបើសិនបើមានការចូលរួមគ្រប់គ្រងចាលើកទឹកចិត្តពីសំណាក់អតិថិជនក៏ដូចជាដៃគូពាណិជ្ជកម្មនៅរាជរដ្ឋាភិបាលយើងនឹងធ្វើការស្នើសុំឲ្យមានការបន្តនៃការរចនានេះសម្រាប់ប្រទេសខ្មែរទៀតទៅទៀតជារៀងរហូតចាការធ្វើបែបនេះក្រុមហ៊ុនរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីអតិថិជនឬមួយក៏យ៉ាងណាដែរចាទស្សនវិស័យឬក៏យើងថាបេសកកម្មរបស់ក្រុមហ៊ុន Coca-Cola នៅក្នុងពិភពលោកយើងតែមួយគឺផ្ដល់ភាពស្រស់ថ្លាទៅដល់អតិថិជនអញ្ចឹងការដែលយើងធ្វើយុទ្ធនាការផ្សេងជាពិសេសយុទ្ធនាការនេះគឺយើងផ្ដល់រសជាតិនៃភាពស្រស់ថ្លាជាមួយនឹងប្រជាពលរដ្ឋកម្ពុជាគោលដៅចម្បងដែលយើងចាប់ផ្ដើមយុទ្ធនាការនេះសម្រាប់ប្រទេសកម្ពុជាយើងគឺយើងធ្វើយ៉ាងណាយើងបង្កើននៅការយកចិត្តទុកដាក់ខ្ពស់ចំពោះផលិតផលក្នុងស្រុកដែលក្នុងពេលបច្ចុប្បន្ននេះយើងឃើញថាប្រជាពលរដ្ឋរបស់យើងគឺមានការនិយមចូលចិត្តក៏ដូចជាគ្រប់គ្រងនិងលើកទឹកចិត្តដល់អាជីវកររបស់យើងនៅក្នុងស្រុកឲ្យបន្តនៅអាជីវកម្មរបស់ខ្លួនខាងខ្ញុំចង់ដឹងថាតើការរចនាជាអក្សរខ្មែរនេះក្រុមហ៊ុនភេសជ្ជៈ Coca-Cola គ្រាន់តែចង់តាក់ទាញការចាប់ចំណាប់អារម្មណ៍ពីអតិថិជនបន្ថែមទៀតឬមួយក៏មានហេតុផលអីផ្សេងដែរចាបេសកកម្មមួយក្នុងចំណោមបេសកកម្មទាំង3ចម្បងធំរបស់ Coca-Cola ពិភពលោកហ្នឹងគឺ refresh the world ចាបានថាផ្ដល់ភាពស្រស់ថ្លាដល់អតិថិជនចាពិភពលោកអញ្ចឹងនៅក្នុងយុទ្ធនាការនេះទៀតសោតគឺយើងធ្វើឡើងគឺដើម្បីគ្រប់គ្រងការក៏ដូចជាជំរុញនៅលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យជួយគ្រប់គ្រងផលិតផលខ្មែរចាហើយខ្ញុំចង់ជំរាបផងដែរថាយុទ្ធនាការនេះគឺយើងធ្វើនៅក្នុងខែ7នេះគឺដើម្បីចូលរួមអបអរសាទរការដាក់ទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុនកាលយើងបានធ្វើនៅក្នុងឆ្នាំ2015កន្លងមកនេះគឺវិនិយោគបន្ថែម$100 លានចាទៅលើខ្សែសង្វាក់ផលិតកម្មរោងចក្រយើងថ្មីផ្ទាល់តែម្ដងដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសចានេះគឺជាចំណុចសំខាន់ហើយចំណុចមួយទៀតគឺយើងធ្វើយ៉ាងណាយើងផលិតផលផល Coca-Cola គ្រប់មុខនៅក្នុងប្រទេសកម្ពុជាយើងគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនរបស់យើងឲ្យបានទាន់ពេលចាគឺយើងដើម្បីបម្រើជូនដល់អតិថិជនកាន់តែប្រសើរជាងមុនចានេះគឺជាចំណុចសំខាន់ទាំងពីរដែលខ្ញុំចង់ជម្រាបចានៅពេលដែលយើងចាប់ផ្ដើមការរចនាជាអក្សរជាតិរបស់យើងនេះគឺជាមោទនភាពមួយដែលមិនថាខ្ញុំមិនថាខាងក្រុមហ៊ុន Coca-Cola ក៏ដូចជាប្រជាជនខ្មែរទៀតដែរហាក់ដូចជាមានការចាប់អារម្មណ៍វាជាមោទនភាពមួយណាខាងក្រុមហ៊ុន Coca មានបានទទួលការចាប់អារម្មណ៍យ៉ាងម៉េចពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលយើងដែរចាបន្ទាប់ពីយើងបានចេញយុទ្ធនាការនេះនៅលើទីផ្សារគឺយើងទទួលបានការគាំទ្រជាច្រើនពីសំណាក់រដ្ឋាភិបាលក្រសួងដែលពាក់ព័ន្ធហើយក៏ដូចជាពីសំណាក់មហាជនចាយើងទទួលបានលិខិតផ្សេងដែលលើកទឹកចិត្តរបស់យើងឲ្យបន្តនៅគំនិតដូចផ្ដើមបែបនេះសម្រាប់ប្រទេសកម្ពុជាយើងផ្ទាល់ហើយសម្រាប់
មហាជនយើងវិញចាគឺគាត់បានបង្ហាញអំពីអារម្មណ៍របស់គាត់ការសប្បាយរបស់គាត់ក៏ដូចជាមោទនៈរបស់គាត់តាមរយៈការផ្សព្វផ្សាយប្រព័ន្ធសង្គមផ្សេងៗទៀតចាហើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមមថាការគ្រប់គ្រងនៅគំនិតប្រដាមបែបនេះមិនត្រឹមបន្តធ្វើឲ្យក្រុមហ៊ុនរបស់យើង Coca-Cola របស់យើងនៅតែឈរលំដាប់ថ្នាក់លេខ1ក្នុងពិភពលោកទេប៉ុន្តែក៏ជាកត្តាមួយដែលជំរុញឲ្យក្រុមហ៊ុនដទៃទៀតយកគំរូតាមក្រុមហ៊ុនរបស់យើងខាងខ្ញុំក៏បានទទួលដំណឹងដែរថាប្រមុខរាជរដ្ឋាភិបាលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏បានផ្ញើលិខិតនៅក្នុងការសម្ដែងនៅសេចក្តីសប្បាយរីករាយនេះតែនេះគឺជាការពិតដែរទេចា៎ជាការពិតណាស់ហើយយើងក៏ទទួលបានលិខិតភ្លាមឆ្លើយតបចាដាក់ពីសម្ដេចនាយករដ្ឋមន្ត្រីក្នុងការបង្ហាញអំពីការកាត់សរសើរហើយក៏លើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តឲ្យមានជាគំនិតព្រឹបប្រាំបែបនេះបន្តទៅទៀតចានេះគឺជាព័ត៌មានដ៏ល្អមួយសម្រាប់ក្រុមហ៊ុនក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន Coca-Cola ផងដែរក្រុមហ៊ុនភេសជ្ជៈ Coca-Cola ដូចជាមានកិច្ចសហការមួយជាមួយនឹងក្រសួងពាណិជ្ជកម្មដែរអាចជម្រាបបានទេជាកិច្ចសហការរបៀបម៉េចដែរចាតកតងជាមួយនឹងយុទ្ធនាការនេះផងដែរដែលយើងធ្វើនៅក្នុងខែកក្កដាហ្នឹងគឺស្របពេលជាមួយនឹងខាងក្រសួងពាណិជ្ជកម្មរៀបចំជាដែលយើងហៅថាយុទ្ធនាការទិញផលិតផលខ្មែរចាដែលនៅក្នុងនោះអាជីវករសិប្បករនៅក្នុងស្រុកផ្ទាល់ចាគឺគាត់អាចចូលរួមតាំងពីផលផលិតផលរបស់គាត់ជូនដល់មហាជនចាហើយក្រុមហ៊ុនរបស់យើងក៏បានសម្រេចចិត្តសហការជាមួយនឹងខាងក្រសួងពាណិជ្ជកម្មដែលយើងរៀបជាកម្មវិធីតន្ត្រីអមជាមួយនឹងពិព័រណ៍ពាណិជ្ជកម្មផលិតផលក្នុងស្រុកចានៅក្នុងនោះគឺយើងធ្វើមាន3ខេត្តធំចាយើងបានធ្វើនៅក្នុងខែមិថុនាកន្លងទៅនៅក្នុងខេត្តកំពង់ចាមទីរួមខេត្តកំពង់ចាមហើយនៅក្នុងខែកក្កដានេះប្រហែលថ្ងៃទៀតនេះគឺយើងនឹងធ្វើនៅក្នុងខេត្តព្រះសីហនុចំណែកខេត្ត10គឺយើងនឹងធ្វើនៅក្នុងទីក្រុងភ្នំពេញយើងផ្ទាល់ចាតន្ត្រីនេះគឺយើងសហការជាមួយនឹងក្រុមហ៊ុន Smart ជាមួយនឹងក្រសួងពាណិជ្ជកម្មផ្ដល់នៅភាពសប្បាយរីករាយក៏ដូចជាផ្សារសំខាន់តាក់ទងជាមួយនឹងការលើកទឹកចិត្តជំរុញឲ្យគាត់ចូលរួមគាំទ្រផលិតផលខ្មែរចាគឺប្លែកមែនតែនប៉ុន្តែខាងខ្ញុំចង់ដឹងថាតើបន្ទាប់ពីខាងក្រុមហ៊ុន Coca-Cola ផលិតនៅបន្ថែមនៅភេសជ្ជៈដែលរចនាជាអក្សរខ្មែរនេះតើលក់តែក្នុងស្រុកយើងទេឬមួយក៏នឹងនាំទៅលក់នៅក្រៅប្រទេសដែរចានៅក្នុងពេលបច្ចុប្បន្ននេះគឺអ្វីដែលយើងផ្ដោតគឺយើងផ្ដល់ឲ្យបានគ្រប់គ្រាន់ជូនទៅដល់អតិថិជននៅក្នុងប្រទេសកម្ពុជាយើងសិនចាសម្រាប់អនាគតយ៉ាងម៉េចទៀតគឺខាងក្រុមហ៊ុននឹងអាចផ្ដល់ជាព័ត៌មានជូនបងបន្ថែមតាមក្រោយចានៅពេលយើងងាកទៅត្រឡប់ក្រោយបន្តិចទៅសំណួរទី1វិញបងនៅពេលដែលយើងក្រុមហ៊ុន Coca-Cola សម្រាប់ចិត្តនៅក្នុងការរចនាអក្សរជាអក្សរខ្មែរនេះតើមានការលំបាកអីយ៉ាងម៉េចដែរសម្រាប់ភាគីខាងក្រុមហ៊ុននៅក្នុងការលើកឡើងជាសំណើពីព្រោះថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនធំទូទាំងពិភពលោកប៉ុន្តែប្រទេសកម្ពុជាយើងគឺជាប្រទេសតូចមួយដែរនៅពេលដែលយើងមាននិមិត្តសញ្ញាផ្ទាល់ខ្លួនអញ្ចឹងបងអាចរៀបរាប់បានទេថាការលំបាកហ្នឹងយ៉ាងម៉េចដែរចាបើសិនជាខ្ញុំរៀបរាប់ទៅការដែលធ្វើឲ្យចេញជាសមិទ្ធផលដូចដែលយុទ្ធនាការក្នុងថ្ងៃនេះគឺចំណាយពេលប្រហែលជា12ខែ12ខែមួយឆ្នាំចាពីព្រោះដែលខ្ញុំជំរាបបងខាងដើមអញ្ចឹងក្រុមហ៊ុន Coca-Cola ហើយផលិតផលស្លាកសញ្ញា Coca-Cola គឺមានអាយុកាល130ឆ្នាំហើយ130ឆ្នាំហ្នឹងគឺយើងរក្សាទម្រង់ឬក៏រចនាបទដដែលគឺអក្សរឡាតាំងដោយឡែកនៅពេលដែលយើងសុំចាការអនុញ្ញាតដ៏ពិសេសនេះគឺទាមទារឲ្យមានរយៈពេលយូរហើយពិបាកហ្នឹងមិនមែនខាងក្រៅទេគឺពិបាកនៅក្នុងប្រព័ន្ធរបស់យើងផ្ទាល់តែម្ដងក្រុមហ៊ុន Coca-Cola ផ្ទាល់របស់យើងចាដោយសារយើងតម្រូវឲ្យឆ្លងជាមួយនឹងខាង global ចាហើយនឹងតម្រូវឲ្យឆ្លងទៅខាងក្រុមហ៊ុន Coca-Cola ក្នុងតំបន់ច្រើនដំណាក់ច្រើនតង់ពីព្រោះដូចខ្ញុំជម្រាបបងខ្ញុំមានតែ25ប្រទេសចាតែមានទទួលបានការអនុញ្ញាតឬសញ្ញាជាអក្សរខ្មែរចាពិសេសនេះចាដល់ពេល
ដល់ពេលយើងមកយើងបានជាលក្ខណៈថា approval ចាការអនុញ្ញាតដល់ពិសេសនេះហើយពេលដែលយើងសហការជាមួយក្រសួងគឺមានភាពរលូនមែនតើចាពីព្រោះក្រសួងរដ្ឋាភិបាលយើងគាត់គ្រប់គ្រងនៅគំនិតនេះ100% ចាថ្មីគាត់គឺជួយជំរុញខ្លាំងមែនតើទៅលើការធ្វើម៉េចឲ្យចេញសមិទ្ធផលនេះឡើងនៅលើទីផ្សារចាគ្រាន់តែខ្ញុំឃើញការរចនាអក្សរកូកាកូឡាជាខ្មែរណាប៉ុន្តែគាត់មានទម្រង់ស្ទៀងទៅនឹងអក្សរបរទេសគ្រាន់តែការរចនាទៅជា design ទៅជាអក្សរខ្មែរនេះប្រហែលជាអាចចំណាយពេលច្រើនខែដែរត្រូវទេចាសម្រាប់អ្នកបច្ចេកទេសក្នុងស្រុកអ្នកដែល design ចេញជាអក្សរខ្មែរនេះចាអក្សរខ្មែរនេះគឺគាត់ជនជាតិខ្មែរយើងផ្ទាល់ប៉ុន្តែគាត់ក៏ត្រូវឆ្លើយតបទៅនឹងក្របខ័ណ្ឌរបស់យើងមួយចំនួនពីព្រោះយើងក៏អត់ចង់ឲ្យការដែលរចនាទៅប្រាក់ចាអំពីទម្រង់ដើមចាអញ្ចឹងមានការឆ្លងឆ្លើយទៅវិញទៅមកហើយមានសួរជាយោបល់ច្រើនភាគីដល់ពេលចេញជាចុងក្រោយនេះគឺជាសមិទ្ធផលដែលគេហៅថាពិបាកមួយជាយុទ្ធនាការមួយដែលពិសេសដែលខ្ញុំសង្ឃឹមថាអតិថិជនរបស់យើងនឹងបន្តគ្រប់គ្រងឲ្យការរចនាអក្សរខ្មែរបែបនេះបន្តទៅមុខទៀតចាតាមការដែលយើងបានទៅចែកគ្នាអំបញ្ញមិញនេះបានន័យថាយុទ្ធនាការនេះនឹងមានរយៈពេល3ខែបើសិនជាឧទាហរណ៍ថាមានការគ្រប់គ្រងច្រើននៅពេលដែលឆ្នាំក្រោយក្រុមហ៊ុនកូកាកូឡាចង់បោះជាអក្សរខ្មែរបែបនេះទៀតនៅក្នុងកំឡុងពេលចូលឆ្នាំខ្មែរអីក៏យើងអត់មានការរចនានៅទម្រង់អក្សរអីទេបានន័យថារក្សាភាពដើមដែរអានេះប្រហែលណាពីព្រោះតែយើងអត់ទាន់បានមើលឃើញដែរតាមការគិតរបស់ខ្ញុំណាចាអ្វីដែលខ្ញុំអាចឆ្លើយតបបាននៅក្នុងពេលបច្ចុប្បន្ននេះគឺមានតែម្យ៉ាងគត់គឺយើងប្រមូលព័ត៌មានទាំងអស់ទាក់ទងជាមួយនឹងការគ្រប់គ្រងនេះដើម្បីយើងធ្វើជាការពន្យាក៏ដូចជាការសុំនៅការអនុញ្ញាតដ៏ពិសេសបន្ថែមទៀតពីខាងក្រុមហ៊ុនកូកាកូឡាអន្តរជាតិចាអញ្ចឹងចម្លើយយ៉ាងម៉េចនោះខ្ញុំក៏អត់ទាន់ហ៊ានសន្យា 100% ដែរប៉ុន្តែខ្ញុំជាខ្មែរគឺខ្ញុំពិតជាចង់ឲ្យនៅបន្តជាចុងបញ្ចប់នេះតើបងមានអ្វីចង់បន្ថែមដែរទៀតទេចាជាចុងបញ្ចប់នេះនាងខ្ញុំសូមថ្លែងអំណរគុណដល់ Blue Media ដែលបានអញ្ជើញផ្ដល់កិត្តិយសដល់ក្រុមហ៊ុន Coca-Cola យើងចូលរួមបកស្រាយដើម្បីបង្ហាញជូនសម្រាប់យុទ្ធនាការរចនារសញ្ញាជាអក្សរខ្មែរនេះចាហើយនាងខ្ញុំសូមថ្លែងអំណរគុណជូនដល់សម្ដេចនាយករដ្ឋមន្ត្រីនិងប្រមុខរដ្ឋដែលតែងតែគ្រប់គ្រងនៅការកិច្ចសហការជាមួយនឹងខាងក្រុមហ៊ុន Coca-Cola យើងផ្ទាល់ហើយសម្រាប់យុទ្ធនាការនេះផ្ទាល់គឺយើងទទួលបានការគ្រប់គ្រងដ៏ពិសេសហើយបើសិនជាគ្មានការគ្រប់គ្រងពីសំណាក់ប្រមុខរដ្ឋក៏ដូចជាសំណាក់អតិថិជនទេគឺក្រុមហ៊ុនរបស់យើងក៏មិនអាចឈានទៅមុខអាជីវកម្មរបស់យើងបន្តទៀតដែរចាហើយនេះខ្ញុំចង់ជម្រាបជូននៅក្នុងចំណុចនេះគឺរាល់ថ្ងៃនេះក្រុមហ៊ុន Coca-Cola របស់យើងគឺមានបុគ្គលិកបម្រើការងារហ្នឹងសឹងតែ 100% ហើយ 99.7% ជាជនជាតិខ្មែរចានៅពេលដែលរោងចក្រថ្មីរបស់យើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំណើរការ 100% នោះគឺបុគ្គលិកដែលបម្រើការទៅលើខ្សែសង្វាក់ផលិតកម្មដើម្បី run production ហ្នឹងគឺ 100% ជាជនជាតិខ្មែរយើងផ្ទាល់តែម្ដងចាអញ្ចឹងគឺយើងផលិតផលអន្តរជាតិ Coca-Cola ស្តង់ដារអន្តរជាតិចានៅក្នុងស្រុកខ្មែរចាដោយបុគ្គលិកខ្មែរសម្រាប់អតិថិជនខ្មែរយើងផ្ទាល់ចាការវិនិយោគ$100 លានបន្ថែមទៀតនេះគឺបានន័យថាប្រជាជនខ្មែរយើងមិនតិចទេដែលបាននឹងចូលបម្រើការទៅក្នុងក្រុមហ៊ុន Coca-Cola ដែលនឹងបើកសម្ពោធឆាប់ៗនេះចាគឺរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសនេះគឺសាងសង់ដោយខ្មែរផលិតដោយខ្មែរដើម្បីប្រជាពលរដ្ឋខ្មែរចាអរគុណច្រើនមែនតើនេះគឺជាមោទនភាពមួយរបស់ប្រជាជនខ្មែរទូទាំងប្រទេសសម្រាប់ការទទួលបាននៅអ្វីដែលថ្មីពីការវិនិយោគរបស់ក្រុមហ៊ុនបរទេសផងដែរចាសូមអរគុណច្រើនបងចំពោះវត្តមាននិងការបកស្រាយយ៉ាងក្បោះក្បាយនេះចាសូមអរគុណចំពោះការតាមដានទស្សនាជាបន្តជួបជាមួយនឹងអ្នករាយការណ៍ព័ត៌មានរបស់យើងជំរាបសួរទស្សនិកជនរដ្ឋមន្ត្រីនៃបណ្ដាប្រទេសមហានតំបន់មេគង្គ GMS បានបើកកិច្ចប្រជុំចំនួន2ថ្ងៃនៅរាជធានីភ្នំពេញដើម្បីពិភាក្សាគ្នាលើបញ្ហារបៀងសេដ្ឋកិច្ចមហានតំបន់មេគង្គ
តើចំណុចសំខាន់អ្វីខ្លះដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះសូមអញ្ជើញទស្សនាបទជការដូចតទៅវេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី8ស្ដីពីពង្រឹងការតភ្ជាប់និងការលើកកម្ពស់ភាពប្រកួតប្រជែងក្នុងរបៀងមហាអនុតំបន់មេគង្គត្រូវបានធ្វើឡើងរយៈពេល2ថ្ងៃពីថ្ងៃទី3និងថ្ងៃទី4ខែសីហាឆ្នាំ2016នៅសន្តាគារ Sofitel រាជធានីភ្នំពេញវេទិកានេះត្រូវបានរៀបចំនិងដឹកនាំដោយសហប្រធានឯកឧត្តមសុចិន្តាសោភារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាអនុតំបន់មេគង្គប្រចាំព្រះរាជាណាចក្រកម្ពុជានិងលោក James Nugent អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងមានការចូលរួមពីរដ្ឋមន្ត្រីមកពីមហាអនុតំបន់មេគង្គរួមមានកម្ពុជាខេត្តយូណាននិងតំបន់ស្វយ័តគួងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនឡាវថៃមីយ៉ាន់ម៉ាវៀតណាមនិងដៃគូអភិវឌ្ឍន៍ព្រមទាំងវិស័យឯកជនផងដែរថ្លែងក្នុងវេទិកានោះដែរឯកឧត្តមសុចិន្តាសោភាបានមានប្រសាសន៍ថាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចជាផ្នែកដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គការជំរុញបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតាមរបៀងសំខាន់ៗនឹងជួយបង្កើនការងារទំហំពាណិជ្ជកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមហាអនុតំបន់នេះមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំនាល្ងាចថ្ងៃទី4ខែសីហានេះឯកឧត្តមសុចិន្តាសោភាបានឲ្យដឹងថាតាមរយៈវេទិកានេះប្រទេសនីមួយៗនៃមហាអនុតំបន់មេគង្គប្រឹងប្រែងជំរុញដំណើរការអនុវត្តផែនការច្រករបៀងឲ្យបានលឿនដើម្បីបង្កើនល្បឿនពាណិជ្ជកម្មគោលគំនិតនៃការអភិវឌ្ឍរបៀងនេះគឺមាន2ទី1ឬក៏កិច្ចការមាន2ទី1ការពង្រឹងភាពតភ្ជាប់ណា connectivity ដែលគេប្រើហ្នឹងភាពតភ្ជាប់មិនមែនតំណែងទេណាភាពតភ្ជាប់គឺធ្វើយ៉ាងណាឲ្យក្រុងមួយតំបន់មួយមានការតភ្ជាប់គ្នាក្នុងនេះពង្រឹងភាពតភ្ជាប់នេះបើយើងនិយាយមួយម៉ាត់ទៀតឲ្យស្រួលយល់ថាយើងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីតភ្ជាប់តំបន់និងតំបន់ប្រទេសនិងប្រទេសនេះគំនិតមួយប៉ុន្តែគំនិតមួយទៀតបន្ថែមលើគំនិតហ្នឹងគឺការលើកកម្ពស់ភាពប្រកួតប្រជែងនៃរបៀងសេដ្ឋកិច្ចនោះមានន័យថាយើងចង់ឲ្យរបៀងហ្នឹងយើងចង់ឲ្យតំបន់ឬប្រជាជននៅតាមរបៀងហ្នឹងគាត់មានលទ្ធភាពតាក់ទាញសកម្មភាពវិនិយោគពាណិជ្ជកម្មវេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គលើកទី8នេះដែរបានធ្វើការពិភាក្សាទាក់ទិនទៅនឹងសកម្មភាពសេដ្ឋកិច្ចរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីផ្សារនិងនគរូបនីយកម្មនិងការដាក់ចេញនូវបទបញ្ញត្តិនានាសម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រដែលបានកំណត់រួចដូចជារបៀងផ្លូវ highway មួយចំនួនដែលភ្ជាប់ទៅកាន់ទីក្រុងសំខាន់ៗជាបទនៃវេទិកានេះដូចមានឯកសារចែកជូនហើយគឺស្ដីពីការស្វែងពង្រឹងភាពតភ្ជាប់និងការលើកកម្ពស់ភាពប្រកួតប្រជែងនៃរបៀងសេដ្ឋកិច្ចនោះហើយនេះជាសាវតានៃ GMS នៃកិច្ចនៃវេទិការបៀងសេដ្ឋកិច្ចការពិភាក្សាយ៉ាងផុសផុលនោះបានឲ្យយើងមានការចាប់អារម្មណ៍ទៅលើចំណុចមួយចំនួនចំណុចទី1យើងត្រូវខិតខំពិភាក្សារវាងជាមួយដៃគូទាំងអស់នោះចំណុចទី2គឺយើងបានទទួលស្គាល់ទាំងអស់គ្នាថាអ្វីត្បិតប្រទេសជាសមាជិកនៃ GMS នេះបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដ៏សំខាន់មួយកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនចុះហត្ថលេខាតាំងពីឆ្នាំ2002ខ្ញុំអត់និយាយច្រឡំទេណា2002មកដល់ថ្ងៃនេះ
អ្វីទីមានការចុះហត្ថលេខាតាំងពេលនោះហ្នឹងកិច្ចប្រឹងប្រែងនេះពុំបានអនុវត្តពេញលេញនោះទេខ្ញុំបានសំណើថាគួរតែត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនហ្នឹងធ្វើកិច្ចការនេះដើម្បីកិច្ចប្រជុំនៅក្រោយហ្នឹងធ្វើយ៉ាងណាឲ្យយើងបោះជំហានពិតប្រាកដ concrete ជាក់ស្ដែងក្នុងកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននេះទី3ធ្វើកិច្ចការមួយចំនួនជាពិសេសការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តនោះទាមទារហិរញ្ញប្បទានថវិការដ្ឋគ្រប់ប្រទេសអត់មានប្រទេសណាមិនត្រូវការទេមានថវិកាជាតិរបស់ខ្លួនហើយប៉ុន្តែមិនគ្រប់ទេដូច្នេះយើងត្រូវបែរទៅដល់ទៅរកដៃគូអភិវឌ្ឍដូចជាធនាគារអភិវឌ្ឍអាស៊ីឥឡូវនេះបន្ថែមមានធនាគារវិនិយោគហិរញ្ញវត្ថុអាស៊ីដែលធនាគារនោះបានចាប់ផ្ដើមដោយដើមកំណើតដោយប្រទេសចិនប៉ុន្តែឥឡូវនេះមានការចូលរួមពីដៃគូជាច្រើនហើយក្នុងនោះកម្ពុជាយើងក៏ជាសមាជិកស្ថាបនិកនៃធនាគារថ្មីនេះដែរដូច្នេះយើងត្រូវខិតខំធ្វើយ៉ាងណាឲ្យមានការចូលរួមពីសំណាក់ដៃគូទាំងនោះក្នុងការផ្ដល់ហិរញ្ញប្បទានដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទី3គឺយើងត្រូវខិតខំធ្វើយ៉ាងណាឲ្យតំបន់យើងរបៀងយើងនឹងមានភាពតាក់ទាញមានភាពប្រកួតប្រជែងនេះកត្តានេះសំខាន់ណាស់ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី 2 ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិការបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គដែលវេទិកានេះចាប់ផ្ដើមធ្វើឡើងនៅក្នុងឆ្នាំ 2008 ក្នុងគោលបំណងបំពេញតួនាទីជាវេទិកាដើម្បីជំរុញការអភិវឌ្ឍរបៀងសេដ្ឋកិច្ចនិងបង្កើនទំនាក់ទំនងរវាងវិស័យសាធារណៈនិងឯកជននិងរវាងរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋាភិបាលកម្ពុជាមានការគិតគូរយ៉ាងតិចណាស់5ឆ្នាំយើងមានផែនការយុទ្ធសាស្ត្រជាក់ស្ដែងនៅឆ្នាំកន្លងទៅនេះឆ្នាំ 2015 រដ្ឋាភិបាលបានអនុម័តគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា 2015-2025 ណាយើងត្រូវខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយើងត្រូវលើកទឹកចិត្តវិស័យកសិឧស្សាហកម្មយើងត្រូវខិតខំជួយវិស័យធុនតូចសហគ្រាសធុនតូចមធ្យមប៉ុន្តែទន្ទឹមនេះយើងបានចំអល់ទៅទៀតថាការខិតខំនោះយើងត្រូវធ្វើទៅតាមដងរបៀងភ្នំពេញទៅបាវិតតាមដងរបៀងភ្នំពេញទៅបាវិតប៉ោយប៉ែតនិងតាមដងភ្នំពេញទៅក្រុងព្រះសីហនុនេះហើយជាគុណសម្បត្តិនៃការពិភាក្សាក្នុងវេទិកានេះ សេចក្តីរាយការណ៍របស់នាងខ្ញុំបានចប់តែប៉ុណ្ណេះជាបន្តសូមជួបជាមួយនឹងកញ្ញាផង់សុភត្រាដែលនឹងធ្វើសេចក្តីរាយការណ៍បន្ត ជំរាបសួរទស្សនិកជននៅក្នុងសប្តាហ៍នេះនាងខ្ញុំមានបទយកការមួយស្ដីអំពីការដាំដើមជីវិតនៅសមុទ្រទឹកសាបក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ចង់ដឹងថាការដាំដើមជីវិតមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងផុសផុលដូចម្តេចសូមបញ្ចេញទស្សនៈបទយកការដូចតទៅ អ្នកខ្ញុំអាចផ្ដល់ជាមិត្តលោកសំខាន់គឺផ្ដល់ជាមិត្តលោកព្រោះឥឡូវហ្នឹងអាកាសធាតុក៏វាក្តៅខ្លាំងណាស់ដែរបើសិនជាអត់មានដើមឈើទេក្តៅហួតហែងបើតាក់ទាញទឹកភ្លៀង វាបានផ្ដល់មកលោកហើយវាបានផ្ដល់ផ្លែឲ្យយើងហូប ប្រជាពលរដ្ឋជាង 5000 នាក់បានអញ្ជើញចូលរួមដាំកូនឈើជាង 10000 ដើមលើដីសហគមន៍ចំនួន 400 ហិកតានៅក្នុងឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់កាលពីព្រឹកថ្ងៃអាទិត្យទី 31 ខែកក្កដាឆ្នាំ 2016 ការដាំដើមឈើនេះគឺជាការរំលឹកដល់យើងទាំងអស់គ្នាថាពិតមែនយើងត្រូវការលំហមួយដើម្បីក្នុងការរស់នៅ
ប៉ុន្តែគឺព្រៃឈើមិនអាចកាច់ផ្នែកបានពីជីវិតរស់នៅរបស់យើងទេនេះគឺជាសារៈសំខាន់ដែលយើងចង់បង្ហាញថាយើងត្រូវការរស់នៅត្រូវការទីកន្លែងត្រូវការពង្វាទីប៉ុន្តែក៏ត្រូវគោរពទៅលើយើងហៅថាសុខដុមរមនីយកម្មនៃព្រៃឈើនិងមនុស្សដែរដូច្នេះការដាំដើមឈើថ្ងៃនេះគឺយើងចង់ឲ្យប្រជាជនយើងចាប់ភ្លឹកអំពីការដាំដើមឈើការថែរក្សាព្រៃឈើព្រោះព្រៃឈើនេះក៏វានឹងផ្ដល់នូវជីវភាពមួយចំនួនដល់ប្រជាជនយើងផងដែរ ចលនាមកដាំកូនឈើនេះគឺបញ្ជាក់វាឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនៅផ្នត់គំនិតរបស់យើងឆ្លុះបញ្ចាំងថាបងប្អូនប្រជាជនកម្ពុជាយើងនឹងចូលរួមបាទក្នុងការថែរក្សាព្រៃរបស់យើងហើយការថែរក្សាព្រៃនៅកកនេះដោយខ្ញុំលើកមិញថាបាននឹងចូលរួមធ្វើមិនឲ្យជីវភាពបងប្អូនប្រជាជនរបស់យើងនៅកកនេះប្រសើរឡើងក៏ប៉ុន្តែខ្ញុំសង្ឃឹមថាចលនានេះវាអាចថាយើងមានច្រើនកន្លែងនៅស្រុកខ្មែរយើងនេះហើយនៅកកនេះABC គាត់បានចាប់ផ្ដើមនៅទីនេះអញ្ចឹងសង្ឃឹមថាគាត់អាចចាប់ផ្ដើមនៅកន្លែងដទៃទៀតដែរបាទហើយនេះក៏ជាការបង្កើនការយល់ដឹងអំពីការថែរក្សាព្រៃដែលអាចជួយផ្ដល់ទៅដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជាការធ្វើឲ្យជីវភាពរបស់បងប្អូនយើងនៅនេះប្រសើរឡើងដែរបាទ ចឹងថ្ងៃនេះជាកន្លែងដែលយើងដាំលើព្រៃសហគមន៍នេះដោយសារថាមានគេមកបំផ្លាញដូចយើងឃើញពីមុនមិនមែនចឹងទេមានបងប្អូនខ្លះមកបំផ្លាញយកជាផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងការដាំដើមឈើថ្ងៃនេះគឺជាការការពារព្រៃឈើដើម្បីជាបរិបទឃុំនេះផងដើម្បីចូលរួមក្នុងការកាត់បន្ថយបញ្ហាកម្ដៅពិភពលោកអីយើងចូលរួមតាមចំណែកណាយើងអាចទៅបានដែលឡែកក្នុងក្របខ័ណ្ឌអគ្គិសនីនេះក៏ស្ថិតនៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់អគ្គិសនីដែរដោយសារអគ្គិសនីកម្ពុជាយើងមានវិរិយអគ្គិសនីក៏ច្រើនដែរហើយវិរិយអគ្គិសនីរបស់យើងត្រូវការព្រៃឈើនេះដើម្បីជាកន្លែងត្រងទឹកភ្លៀងទុកសម្រាប់វិរិយអគ្គិសនី កម្មវិធីដាំកូនឈើនេះក្រោមប្រធានបទដាំដើមជីវិតនៅសមុទ្រទឹកសាបដែលក្រោមការរៀបចំឡើងដោយស្ថានីយវិទ្យុ ABC សហការរៀបចំដោយអគ្គិសនីកម្ពុជាដឹកនាំដោយឯកឧត្តមកែវរតនៈនិងគាំទ្រដោយក្រសួងបរិស្ថានក្រសួងព័ត៌មានអភិបាលខេត្តពោធិ៍សាត់ប្រជាពលរដ្ឋក្នុងសហគមន៍និងសាធារណជនជាច្រើនពាន់នាក់ ចង់ឲ្យយុទ្ធនាការនឹងคลายទៅជាទូទៅនៃផ្ទៃនគរយើងឲ្យបានដាំអញ្ចឹងល្អណាស់ហើយកុំអោយតែកូននឹងកូនអីក៏ចេះតែដាំឲ្យទៅជាគម្របត្រទឹកភ្លៀងល្អ ដាច់ញ៉ាយចិត្តថាថែរក្សាជួយថែរក្សាគ្នាអញ្ចឹងណាបើយើងខំដាំជួយថែរក្សាដើម្បីឲ្យកន្លែងនេះទៅបើយើងដាំថែរក្សាកន្លែងនេះទៅក៏ទៅជាព្រៃ ការពិតទៅការដាំដើមឈើនេះមិនមែនចាំបាច់តែនៅក្នុងមូលដ្ឋានសុខគោទេបាទរាជរដ្ឋាភិបាលមានគោលនយោបាយគឺដាំដើមឈើឲ្យបានទូទាំងប្រទេសរឹតតែប្រសើរឡើង ថ្លែងក្នុងពិធីនេះដែរឯកឧត្តមខៀវកញ្ចរិតរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមកែវរតនៈអគ្គនាយកអគ្គិសនីកម្ពុជានិងឯកឧត្តមសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ការសរសើរចំពោះសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋដែលបង្ហាញពីសាមគ្គីភាពការយល់ដឹងពីសារៈប្រយោជន៍នៃព្រៃឈើនិងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋមកស្រឡាញ់បរិស្ថានកាន់តែខ្លាំងខណៈកម្ពុជាមានការកាប់បំផ្លាញព្រៃឈើពីសំណាក់ប្រជាជននិងឈ្មួញទុច្ចរិតក៏ដូចជាបញ្ហាបំរែបំរួលអាកាសធាតុរបស់ភពផែនដី ប្រជាជនកម្ពុជារបស់យើងគាត់ស្រឡាញ់ព្រៃបាទគាត់ស្រឡាញ់សត្វព្រៃរបស់យើងហើយគាត់ក៏បានមកចូលរួមនៅនេះយើងឃើញចំនួនដ៏ច្រើនអញ្ចឹងបានបញ្ជាក់យ៉ាងច្បាស់នៅការផ្លាស់ប្ដូរនៅក្នុងគំនិតរបស់យើងតែម្ដងបាទ ចលនាបែបនេះហើយនឹងធ្វើឲ្យកម្ពុជាយើងថ្ងៃក្រោយមាននិរន្តរភាពក្នុងការប្រកួតអគ្គិសនីក្នុងការថែរក្សាធនធានធម្មជាតិរបស់យើង បទយការបស់នាងខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណទស្សនិកជនចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដាននឹងទស្សនាកម្មវិធីទំនើបភាពវិនិយោគកម្មខ្មែរពីកម្មវិធីសូមសន្យាវិលមកជួបគ្នាវិញនៅសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលា
កម្មវិធីទំនើបភាវូបនីយកម្មខ្មែរមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 8 យប់បន្ទាប់ពីកម្មវិធីព័ត៌មានអន្តរជាតិនិងមានផ្សាយជូនឡើងវិញរៀងរាល់ថ្ងៃច័ន្ទម៉ោង 1 រសៀលថ្ងៃពុធម៉ោង 9 ព្រឹកនិងថ្ងៃសុក្រម៉ោង 5 ល្ងាចលោកអ្នកក៏អាចតាមដានទស្សនាតាមរយៈ YouTube Blue TV Cambodia Blue Media Cambodia បណ្ដាញសង្គម Facebook Blue TV Cambodia ទំនើបភាវូបនីយកម្មខ្មែរនិងគេហទំព័រ www.bluemediacambodia.com និង S Plus App របស់ Singmeng Telemedia